សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Channel កូនទាសម្រាយរឿងថ្ងៃនេះ admin សុំយករឿងមួយរឿងចាប់យកមកដាក់វិញដោយសារតែរឿងភាគហ្នឹងគេអត់ទាន់ចេញទៅតែចេញបាន20ហើយមួយភាគតែ13នាទីទៀតចឹងហើយថ្ងៃនេះ admin សុំជូនរឿងកំងប្តីតាមអនឡាញតែបើកឆានដំបូងនៃសាច់រឿងរបស់យើងមកនេះគឺជាតួស្រីរបស់យើងមានឈ្មោះថាសៀងនន់អូថៅបៅទៅក៏បានឃើញគេលក់បរិសសង្ហាម្នាក់ដែលមាន six pack ឡើង6កង់ហើយលក់ត99យន់ទេតួស្រីយើងហើយឃើញហើយក៏ចាប់អារម្មណ៍ខ្លាំងមែនតើចឹងទៅគឺតួស្រីយើងក៏បញ្ញាចុចទិញណាខ្លាចថាទិញមិនទាន់គេបានរបស់ល្អហើយក៏តម្លៃល្អថែមទៀតតួស្រីយើងហ្នឹងគឺអត់ចាំយូរនោះទេហើយតួស្រីរបស់យើងការងារសប្តាហ៍ថ្ងៃគឺគាត់ធ្វើជាអ្នកបម្រើនៅក្នុងផ្ទះរបស់អ្នកមានមកកន្លែងពេលហ្នឹងគាត់ក៏ទទួលបានឯកសារមួយរបស់ចៅហ្វាយរបស់គាត់នេះដែលមានឈ្មោះថាលូជីយន់នេះតួស្រីយើងក៏បានបើកយកឯកសាររបស់គេមើលហើយនៅក្នុងប្រអប់មួយហ្នឹងដែរគឺជាសម្បត្តិអេតាសវលតួស្រីក៏ឆ្ងល់ណាស់ហើយនេះជារបស់អ្នកណាគេហ្នឹងហើយពេលនេះដែរគឺតួប្រុសរបស់យើងគាត់ក៏កំពុងតែរៀបចំខ្លួនហើយគេមិនទាន់បង្ហាញមុខឲ្យតួប្រុសរបស់យើងនឹងគឺមុខបែបម៉េចនោះទេលាក់សំបីតអ្នកមើលឯងចឹងហើយគឺតួប្រុសរបស់យើងគាត់ក៏បានត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញហើយស្រីនៅក្នុងផ្ទះអ្នកបម្រើនៅទីនេះវិញនិយាយថានាំគ្នាតបមកខ្លាំងមែនតើព្រោះថាថ្ងៃនេះចៅហ្វាយរបស់ពួកគេនឹងត្រឡប់មកកាន់ផ្ទះវិញចឹងទៅក៏ខំធ្វើខ្លួនបន្តិចហើយតួស្រីរបស់យើងវិញគាត់ក៏ឃើញចៅហ្វាយរបស់គាត់មកហើយពេលនឹងតួស្រីរបស់យើងគាត់ក៏ឃើញថាអញ្ចឹងហេតុអីបានជាឈ្មោះរបស់តួប្រុសគឺដូចជាឈ្មោះនៅក្នុងឯតាស្វមួយនឹងម៉ែពួកអីគឺតួស្រីរបស់យើងបានទិញប្តីតាមអនឡាញហ្នឹងយកទៅមានសេវាចុះឲ្យតាសវលឲ្យហើយរួចទៀតដែរអញ្ចឹងហើយតួស្រីរបស់យើងគាត់ក៏មិនដឹងថាត្រូវធ្វើបែបម៉េចសំខាន់ឈ្មោះចៅហ្វាយឈ្មោះប្តីរបស់គាត់ហ្នឹងគឺវាឈ្មោះតែមួយថែមទៀតតួស្រីរបស់យើងក៏កាត់មិនចេញណាហើយចំណែកឯកញ្ញាដែលជាអ្នកបម្រើក្នុងផ្ទះមួយតួស្រីរបស់យើងវិញនាងក៏បានមកនិយាយរឿងតួស្រីយើងខ្លាំងនិយាយទៅមានតែគ្នាតែ2នាក់ទេតួស្រីរបស់យើងគាត់ក៏បានដើរមកក្នុងបន្ទប់របស់តួប្រុសយើងតែម្ដងហើយតួប្រុសយើងក៏ចាប់បានថាតួស្រីគឺបានបើកយកប្រអប់កាដូរបស់គាត់នេះអញ្ចឹងទៅស្រីជើងល្អ2 3នាក់នេះក៏នាំគ្នាមកលោស្នាប់តួស្រីរបស់យើងកំពុងតែត្រូវបានចៅហ្វាយនឹងគឺស្ដីឲ្យតួប្រុសក៏និយាយថាអញ្ចឹងហេតុអីយើងបានជំនាញបើកកាដូរបស់គាត់មុនឲ្យគាត់នឹងគឺមកអញ្ចឹងហើយគឺតួប្រុសរបស់យើងគាត់ក៏ដាក់វិន័យទៅលើតួស្រីរបស់យើងតែម្ដងតែតួស្រីគាត់ក៏បាននិយាយថាអញ្ចឹងគាត់ដឹងពិតមែនព្រោះអីគាត់ក៏បានកំងអវ៉ាន់ដូចគ្នាតួស្រីស្មានតរបស់គាត់ដល់អញ្ចឹងហើយតួស្រីយើងក៏បើកមើលមុនតែឡើងនេះគឺតួប្រុសរបស់យើងគាត់ក៏ខឹងក្តៅជាមួយនឹងអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់តែម្ដងហើយឡើងនេះដែរគឺតួប្រុសរបស់យើងគាត់ក៏ត្រូវចេញទៅកាន់ផ្ទះរបស់ប្រពន្ធរបស់គាត់ដែលបានរៀបការជាមួយគ្នាដោយមិនបានស្គាល់មុខទេតួប្រុសយើងក៏បានមកកាន់ប្រអប់មួយនឹងដើម្បីតែទៅរកប្រពន្ធរបស់គាត់តែពេលដល់ទៅដល់ហើយចាំបន្ទប់នឹងគឺឃើញថាគឺនារីដែលគាត់បានរៀបការជាមួយនឹងគឺនៅជាមួយនឹងប្រុសរតីវិញហើយតួស្រីរបស់យើងវិញគាត់ក៏ត្រូវត្រឡប់មកកាន់ផ្ទះរបស់គាត់វិញពេលដែរមកដល់ក៏ឃើញថាឥឡូវនេះដែរគឺសង្សាររបស់តួស្រីរបស់យើងនេះដែលធ្លាប់តាក់ទងគ្នាហើយព្រមទាំងប្អូនស្រីរបស់គាត់នឹងកំពុងតែនៅជាមួយគ្នានៅក្នុងផ្ទះមួយនឹងតែម្ដងប្អូនស្រីរបស់តួស្រីនាងសាអូឌីនេះនាងក៏បាននិយាយឌឺដងទៅកាន់តួស្រីណាព្រោះអីតួស្រីរបស់យើងនឹងចេញទៅខាងក្រៅស្មានតែការងាររបស់តួស្រីរបស់យើងនឹងគឺល្អខ្លាំងណាស់តាមប៉ាត់ទៅជាអ្នកបម្រើគេសោះពេលដែលតួស្រីយើងនឹងគឺមិនអាចធ្វើឲ្យបានគ្មានលុយគ្មានកាក់អីឲ្យទៅពួកគេហើយក៏និយាយមើងងាយទៅយល់តួស្រីរបស់យើងខ្លាំងមែនតើចឹងហើយនាងសាអូឌីនាងក៏បាននិយាយថាគឺមកពីតួស្រីយើងបែបហ្នឹងឯងមកគ្មានអ្នកណាមើលមុខតួស្រីរបស់យើងសម្បីតែម្នាក់ចឹងទៅនាងឆិនពេញនឹងគេក៏បាននៅចាប់ការហើយនាងសាអូឌីនឹងក៏ព្រមឲ្យអាប៉ែនឹងធ្វើបាបតួស្រីរបស់យើងចាប់រំលោភតួស្រីយើងទៀតហើយចំណែកឯតួប្រុសរបស់យើងវិញគាត់ក៏បានដើរកាត់បន្ទប់មួយនឹងដូចគ្នាគ្រាន់តែថាឮសំឡេងចម្លែកតែតួប្រុសរបស់យើងគាត់ក៏មិនបានចាប់អារម្មណ៍អីច្រើនណាគាត់ក៏បានចេញទៅតួស្រីរបស់យើងវិញក៏ខំរត់ចេញពីអាឆាន់ពេញនឹងហើយក៏មកលើតាមផ្លូវហើយសំខាន់ពេលនឹងក៏ភ្លៀងធ្លាក់មកថែមទៀតតួស្រីយើងក៏មិនអាចតាក់ទងនរណាមកជួយគាត់បានសោះតែពេលនឹងដែរក៏សັບតែមានបរិមម្នាក់គឺបានកាន់ឆាត់មករកតួស្រីរបស់យើងតែម្ដងតែបរិមម្នាក់នឹងដែរគឺជាបរិមវេនតានេះគេគឺបានយកមកឲ្យតួស្រីរបស់យើងទុកទៅពេលនឹងតួស្រីរបស់យើងក៏គិតថាហេតុអីបានជាគេមកជួបគាត់បែបហ្នឹងតួស្រីថាតណាត់ជួបជាមួយប្តីរបស់គាត់តែបែរជាមកជួបជាមួយនឹងចៅហ្វាយរបស់គាត់នៅតាមផ្លូវមួយហ្នឹងទៅវិញណាចឹងហើយគឺតួប្រុសរបស់យើងគាត់ក៏រៀងអាណិតជាមួយតួស្រីគាត់ក៏បានឲ្យតួស្រីរបស់យើងហ្នឹងគឺឡើងមកជិះឡានទៅផ្ទះជាមួយគ្នាតែម្ដងទៅយ៉ាងណាក៏ដោយក៏ធ្វើការនៅផ្ទះរបស់គាត់តួប្រុសយើងគាត់ក៏មិនបានជាចិត្តអាក្រក់អីដាក់តួស្រីរបស់យើងដូចគ្នាហើយពេលហ្នឹងកូនចៅរបស់តួប្រុសយើងក៏ប្រអាប់តួប្រុសរបស់យើងណាថាតួប្រុសរបស់យើងហ្នឹងគឺពិតជាល្អខ្លាំងណាស់ពីព្រោះអីឃើញថាវាថាតួប្រុសយើងគឺបានទៅរកប្រពន្ធតាមអាស័យដ្ឋានដែលបានដាក់ហ្នឹងគឺអត់បានឃើញទេហើយចំពេលដែលតួប្រុសយើងក៏ខូចចិត្តតួស្រីយើងហ្នឹងក៏ក្តៅចិត្តថែមទៀតចឹងហើយលើកនេះគឺតួស្រីរបស់យើងគាត់ក៏ឡើងនៅផឹកឡើងមកឡាំប៉ាតែម្ដងហើយឥឡូវនេះគឺតួស្រីរបស់យើងបន្ទាប់ពីផឹកហើយហ្នឹងក៏ចាប់ផ្ដើមក្តៅហើយនាងសាអូឌីនេះវិញនេះដឹងខ្លួនខុសហើយតែនាងគឺនៅតែរករឿងតួស្រីរបស់យើងទៀតតួស្រីយើងហ្នឹងគឺគាត់រត់តែក្តៅឡើងមកឥឡូវ
នេះហាគាត់ក៏បានត្រឡប់មកផ្ទះវិញហើយតួប្រុសរបស់យើងវិញក៏បាននិយាយថាឲ្យកូនចៅរបស់គាត់ហ្វូសិងចៅនឹងមកជួយបញ្ចុកបោឲ្យតួស្រីហើយតួស្រីរបស់យើងវិញឃើញថាសិងចៅនឹងគឺល្អជាមួយគាត់បែបហ្នឹងហើយតួស្រីយើងក៏ចាប់អារម្មណ៍ទៅលើសិងចៅតែម្ដងតួប្រុសក៏ខំតាក់ទងទូរស័ព្ទទៅកាន់ប្រពន្ធរបស់គាត់តែប្រពន្ធរបស់គាត់នឹងគឺអត់ព្រមលើសំបីតែបន្តិចហ្នឹងហើយរៀបការជាមួយគ្នានឹងគឺមិនបានស្គាល់មុខស្គាល់អីនោះទេបានរៀបការនឹងក៏ចេះតែដាក់ណាហើយតួស្រីរបស់យើងក៏ណាទៀតចឹងហើយពេលដែលគាត់ត្រឡប់មកវិញនេះគឺសត្វតែស្រីជើងល្អប្រហែលអ្នកនេះគឺនាំគ្នារវាយតួស្រីយើងអត់ចៅជាមួយទេគាត់ក៏ដាក់ទៅវិញទៅមកតែម្ដងតួប្រុសយើងនឹងក៏បានមកចាប់ដៃរបស់តួស្រីរបស់យើងជាប់ហើយបន្ទាប់មកគាត់ក៏ឲ្យតួស្រីរបស់យើងមកសិនជានៅធ្វើការនៅទីនេះគឺត្រូវតែក៏មិនគួរបង្កបញ្ហានៅទីហ្នឹងទេហើយពេលនឹងស្រាប់តែលោកតារបស់តួប្រុសរបស់យើងលោកតាលូគាត់ក៏បានមកដល់កន្លែងហ្នឹងតែម្ដងតួស្រីរបស់យើងក៏ឃើញថាឥឡូវនេះគឺគាត់ត្រូវតែរកអត្តសញ្ញាណពិតរបស់ប្តីរបស់គាត់នេះដែលបានចុយតាស្វជាមួយគ្នានេះព្រោះអីដូចថាឈ្មោះហ្នឹងគឺឈ្មោះតួប្រុសរបស់យើងហ្មងតួស្រីគឺមិនបានដឹងរឿងទេព្រោះអីវាមិនដឹងថាតួប្រុសយើងនឹងទៅដាក់ឈ្មោះតាមអនឡាញដើម្បីទៅរៀបការនឹងដើម្បីតែអ្វីណាចឹងហើយតួស្រីរបស់យើងគឺសម័យអត់ចេញតួប្រុសយើងសោះតួស្រីរបស់យើងគាត់ក៏ត្រូវរៀបចំអវ៉ាន់នៅកន្លែងអាងហែបទឹកហើយតួប្រុសរបស់យើងវិញគាត់ក៏នៅធ្វើការនៅទីហ្នឹងហើយពេលដែលឃើញតួប្រុសស្រីរបស់យើងនឹងគឺស្និទ្ធស្នាលជាមួយនឹងសិងជើក៏ស្រាប់តែហៅឲ្យតួស្រីរបស់យើងនឹងជួយរកម៉ៅឲ្យគាត់តិចមើលតួប្រុសយើងគឺនៅចិត្តដៃគាត់ទេក៏ប៉ុន្តែក៏ក្បត់ចេញព្រោះអីឃើញតួស្រីរបស់យើងដូចជាស្និទ្ធស្នាលជាមួយសិងជើនឹងប្លែកពេកក៏សត្វតាគៀកដៃគ្នាអីចឹងណាចឹងហើយតួប្រុសរបស់យើងគាត់ឃើញហើយក៏ដូចថាអញ្ចឹងទោះបីជាអ្នកបម្រើមែនតែដូចលួចមានកូនចិត្តមិនដឹងនោះទេចឹងហើយគាត់ក៏ប្រាប់តួស្រីឲ្យធ្វើការងារល្អបន្តិចទៅព្រោះអីនៅកន្លែងនេះវាសម្បូរការងារច្រើនតួស្រីរបស់យើងនឹងទៅតនេមានពេលនិយាយជាមួយនឹងបរិសុទ្ធច្រើននៅទីនឹងធ្វើអីទៀតចឹងហើយគឺតួប្រុសរបស់យើងនឹងក៏ស្ដីថាឲ្យតួស្រីរបស់យើងហើយតួស្រីរបស់យើងវិញក៏មិនប្រយ័ត្នគាត់ក៏បានធ្លាក់ចូលទៅក្នុងអាងទឹកឡើងសោមជោគចឹងហើយតួប្រុសយើងក៏យកអាវក្រៅរបស់គាត់នឹងឲ្យទៅកាន់តួស្រីហើយតួស្រីយើងនឹងឲ្យទៅបាននៅចិត្តសិងជើនិយាយពីថាគឺនៅផ្អៀកមួយគេតែម្ដងតួប្រុសរបស់យើងឲ្យតែឃើញចឹងហើយគាត់ក៏មានអារម្មណ៍ថាក្តៅឆេះហ្មងកូនចៅរបស់តួប្រុសរបស់យើងសិងជើគេគឺមិនបានចាប់អារម្មណ៍រឿងថាតួស្រីគឺចាប់អារម្មណ៍ទៅលើគេនោះទេតែតួស្រីរបស់យើងដូចថាគាត់នឹងគឺរៀងគិតតែឯងហើយឲ្យតែមានអ្នកណាគឺធ្វើល្អឲ្យដាក់តួស្រីរបស់យើងតែបន្តិចទៅគឺតួស្រីយើងក៏បាក់ចិត្តទៅលើគេភ្លាមហើយចំណែកតួប្រុសរបស់យើងវិញនេះនៅសក់នឹងគាត់ក៏ក្តៅខ្លួនហើយក៏ឈឺណាចឹងហើយតួស្រីរបស់យើងក៏ត្រូវមកមើលថែនៅក្នុងនាមជាអ្នកបម្រើតួប្រុសរបស់យើងក៏ររឿងតួស្រីយើងទៀតហើយចឹងហើយតួស្រីយើងក៏មិនចង់លើសំឡេងតួប្រុសរបស់យើងស្ដីថាឲ្យគាត់ទៀតទេក៏បិទមាត់តួប្រុសយើងឲ្យចិត្តតែម្ដងបើសិនជាចង់ឲ្យគាត់ជួយនៅស្ងៀមមើលតួប្រុសរបស់យើងនៅស្ងៀមបានតើនេះនៅសក់ក៏ទាញតួស្រីរបស់យើងក៏ឡាប់មកតែម្ដងតួស្រីរបស់យើងនឹងក៏ខំរចេញណាសឹងតែមិនរួចខ្លួនចឹងហើយឥឡូវនេះតួស្រីរបស់យើងគាត់ក៏រត់ចេញទៅខាងក្រៅផ្ទះតែម្ដងពេលឲ្យតួប្រុសរបស់យើងទៅពីថាមកភ្លាមហ្នឹងក៏ប្រើឲ្យតួស្រីរបស់យើងមកម្ដងទៀតហើយសិងជើនេះវិញនេះតួប្រុសរបស់យើងកំពុងតែរៀងប្រច័ណ្ឌណាសិងជើជាមួយតួស្រីរបស់យើងឃើញតែតួស្រីរបស់យើងស្និទ្ធស្នាលជាមួយគេខ្លាំងពេកហើយសិងជើនឹងដូចថារៀងធ្វើល្អជាមួយតួស្រីរបស់យើងខ្លាំងពេកក៏ធ្វើឲ្យតួប្រុសរបស់យើងនឹងគាត់ក៏អារម្មណ៍អត់ល្អហ្មងកូនចៅរបស់គាត់ក៏ដោយឲ្យតែឃើញបែបហ្នឹងគឺអត់បានហ្មងហើយតួប្រុសរបស់យើងគាត់ក៏មកតាមអាស័យដ្ឋានរបស់ប្រពន្ធរបស់គាត់ម្ដងទៀតហើយពេលហ្នឹងតួប្រុសយើងក៏យកច្រឡំតាមម្ដងថានារីនាងសាអូឌីច្រឡំជាប្រពន្ធរបស់គាត់ដែលបានរៀបការទៅវិញណាចឹងហើយក៏ឃើញថាអញ្ចឹងហេតុអីបានជាស្រីរបស់គាត់ដែលបានរៀបការជាមួយហ្នឹងក៏អាក្រក់ខ្លាំងម្ល៉េះមានប្រុសមានអីមកដេកដល់ផ្ទះអញ្ចឹងទៅដូច្នេះហើយគាត់ក៏ខឹងក្តៅហ្មងគាត់មិនគួរណារៀបការជាមួយនឹងស្រីបែបហ្នឹងទេហើយតួស្រីរបស់យើងវិញគឺគាត់គឺមិនបានដឹងរឿងអ្វីទាល់តែសោះដឹងថាតួប្រុសគឺបានទៅតាមគាត់ដល់ផ្ទះហើយឆាន់ពីងនេះវិញនេះលឹកមុនណាធ្វើអីទៅលើតួស្រីយើងមិនបានរត់រួចខ្លួនអីចឹងហើយគឺឆាន់ពីងហ្នឹងក៏បានមករករឿងតួស្រីរបស់យើងដល់កន្លែងហ្នឹងម្ដងទៀតហើយសៅទីនាងបានដឹងក្នុងចិត្តថាតួប្រុសរបស់យើងដែលជាអ្នកមានបានមករកតួស្រីរបស់យើងនឹងហើយរៀបការជាមួយគ្នារួចហើយតានាងបែរជាបន្លំខ្លួនហើយក៏បានសន្យាថានឹងលេងលះជាមួយតួប្រុសយើងអីចឹងទៅហើយបន្ទាប់មកក៏បានមកឆ្កឹះឆ្កៀតួស្រីហើយក៏បានយកនាងម្ដាយរបស់តួស្រីរបស់យើងនឹងគឺយកមកគំរាមតួស្រីរបស់យើងគាត់ក៏តវ៉ាជាមួយនាងសាអូឌីនឹងតែម្ដងហើយចំណែកតួប្រុសរបស់យើងវិញគាត់ក៏នឹកស្មានម្ដងណាគាត់ថាគិតថាអញ្ចេះសាអូឌីគឺមិនអាចជាប្រពន្ធរបស់គាត់បានទេបើគាត់ជាអ្នកផ្សេងហើយតួប្រុសយើងគាត់ជឿតែម្ដងហើយចំណែកប៉ែឆាន់ពីងឯនេះវិញហ្នឹងក៏បានធ្វើជាមកវាថាចិត្តស្និទ្ធជាមួយតួប្រុសឃើញតែគេជាអ្នកមានអីចឹងទៅតួប្រុសរបស់យើងវិញក៏មកចរចាជាមួយនាងសាអូឌីដើម្បីតែធ្វើការលេងលះជាមួយគ្នាហើយការលេងលះមួយនឹងតួប្រុសយើងគាត់មិនបានចាប់អារម្មណ៍ទេថានាងសាអូឌីនឹងគ្រាន់តែមកបោកហករបស់គាត់តែប៉ុណ្ណោះតួប្រុសយើងគាត់ក៏ថាបន្ទាប់ពីលេងលះគាត់នឹងឲ្យលើទៅកាន់ពួកគេចឹងទៅពួកនឹងក៏នាំគ្នាសប្បាយចិត្តលើសដើមដោយថាមិនបានធ្វើអ្វីសោះតែក៏ទទួលបានប្រយោជន៍ដោយងាយងាយបែប
ហ្នឹងធ្វើឲ្យពួកគេហ្នឹងក៏គាត់ថាអញ្ចេះវាដូចជាស្រួលដល់ហើយចឹងហើយក៏គួរតែបញ្យើពេលការលេងលះហ្នឹងទៅហើយបន្ទាប់មកហ្នឹងក៏ទាលុយពីតួប្រុសរបស់យើងមកបន្ថែមកាន់តែច្រើនកាន់តែល្អហើយដោយសារតែពួកគេលោភលន់ខ្លាំងពេកនេះហើយឥឡូវនេះដែរគឺស្រាប់តែក្រុមហ៊ុនរបស់អាឆាន់ពីងហ្នឹងក៏ចាប់ផ្ដើមលឺដំណឹងថាស្អីធន់ចឹងហើយតួប្រុសរបស់យើងបន្ទាប់ពីលឺហ្នឹងហើយគាត់ក៏ដើរចេញទៅតាមម្ដងពេលនេះអាឆាន់ពីងគេក៏ដឹងខ្លួនថាតាមពិតទៅគឺតួប្រុសរបស់យើងគាត់គឺមិនមែនល្ងងហើយពួកគេហ្នឹងគឺទាញយកប្រយោជន៍ពីគាត់គឺបានងាយទេតួប្រុសរបស់យើងគាត់សើមុនហើយអស់ហើយហ្នឹងកូនចៅគាត់មកកណោសើបតែបន្តិចគឺប្រកាសជាដឹងអស់ហើយចឹងហើយអាឆាន់ពីងហ្នឹងគេក៏សឹងតំណឹកស្មានម្ដងណាស្មានទទួលប្រុសរបស់យើងហ្នឹងម្ចាស់ក្រុមហ៊ុនដែរតែស្មានតែតូចតាចអីចឹងទៅមិនដឹងស្មានថាគេហ្នឹងគឺជាម្ចាស់ក្រុមហ៊ុនដ៏ធំនៅទីក្រុងហ្នឹងសោះហើយតួស្រីរបស់យើងវិញគាត់ក៏បានមើលម្ដាយរបស់គាត់ដែលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហ្នឹងឯងហើយក្រោយដល់ពេលដែលតួស្រីរបស់យើងហ្នឹងគាត់ក៏ដឹងដំណឹងថាមានអ្នកជួយបងថ្លៃពេទ្យឲ្យម៉ាក់របស់គាត់តួស្រីយើងគាត់ក៏សប្បាយចិត្តជាខ្លាំងតួប្រុសរបស់យើងគាត់ក៏មកចំពេលហ្នឹងតែម្ដងហើយគាត់ក៏ជាអ្នកដែលបានជួយតួស្រីយើងហ្នឹងឯងគ្រាន់តែថាគឺតួប្រុសរបស់យើងហ្នឹងគាត់គឺមិនបាននិយាយថាគាត់នឹងគឺបានជួយតួស្រីរបស់យើងច្រើននោះទេចឹងហើយតួស្រីយើងក៏មិនបានដឹងរឿងហើយរឿងដែលបានរៀបការមួយតួប្រុសរបស់យើងថាឈ្មោះដូចគ្នាអីហ្នឹងណាតួស្រីយើងគាត់ក៏មិនទាន់បានដឹងរឿងតួប្រុសយើងក៏មិនស្គាល់ដូចគ្នាថាមុខប្រពន្ធរបស់គាត់ហ្នឹងគឺបែបណាបែបណីអញ្ចឹងទៅតួប្រុសយើងគឺគាត់យកច្រឡំទៅលើនាងសាអូឌីស្មានថានាងសាអូឌីគឺបានរៀបការជាមួយគាត់ព្រោះអីគឺនាងសាអូឌីហ្នឹងគឺបានឃើញចឹងហើយនាងក៏តាមតួប្រុសចាក់បដ ாய் តាមអីចឹងទៅចឹងហើយឥឡូវនេះគឺតួស្រីរបស់យើងគាត់ក៏ត្រូវត្រឡប់មកវិញហើយពេលហ្នឹងហើយដោយសារតែរឿងអស់កម្លាំងខ្លាំងពេកចឹងហើយក៏តួស្រីរបស់យើងគាត់ក៏បានគេងលក់នៅលើឡានតួប្រុសយើងក៏សោកចិត្តយកដៃរបស់គាត់ហ្នឹងតែបាំងឲ្យតួស្រីខ្លាចតែតួស្រីរបស់យើងហ្នឹងប៉ះតកិច្ចមានរបួសក្បាលអីចឹងទៅហើយតួស្រីរបស់យើងវិញក៏ឃើញថាអញ្ចេះមើលទៅគឺគេពិតជាមើលថែគាត់បានល្អប៉ុន្មានតួស្រីយើងក៏គិតក្នុងចិត្តថាគាត់គ្រាន់តែជាអ្នកបម្រើហ្នឹងតែមើលទៅដូចថាមើលថែតួស្រីរបស់យើងបានយ៉ាងល្អតួស្រីរបស់យើងគាត់ក៏បានត្រឡប់មកធ្វើការនៅក្នុងផ្ទះរបស់គាត់វិញហើយពេលហ្នឹងតួស្រីយើងក៏បានលឺដំណឹងនេះនាងសាអូឌីហ្នឹងគឺបានហៅតួស្រីត្រឡប់មកផ្ទះវិញដើម្បីទៅធ្វើការគម្រាមទៅលើតួស្រីរបស់យើងទាលុយទាអីចឹងទៅពីព្រោះអីតួស្រីរបស់យើងគឺមិនព្រមធ្វើតាមពួកគេខំប្រើឲ្យតួស្រីរបស់យើងនឹងទៅទាលុយរលុយឲ្យពួកគេហើយតែតួស្រីគឺធ្វើតែបានសម្រេចទាល់តែសោះទោះបីជានាងសាអូឌីនឹងគឺបានតបបញ្ឆោតតួប្រុសរបស់យើងថានាងជាប្រពន្ធរបស់តួប្រុសរបស់យើងដែលត្រូវរៀបការជាមួយគ្នាក៏ដោយក៏នាងគឺមិនទាន់បានលុយទេដោយសារតែរៀងកាច់កង់ច្រើនពេកចង់បានលុយគេច្រើនពេកនេះចឹងហើយឥឡូវនេះដែរពួកនឹងកំណត់គ្នាមកគៀសសង្កត់ពីតួស្រីរបស់យើងវិញហើយក៏បានចាប់យកម្ដាយរបស់តួស្រីយើងនៅធ្វើការគម្រាមបើសិនជាតួស្រីមិនព្រមធ្វើតាមទេប្រកាសជាម៉ាក់របស់តួស្រីម្ដាយរបស់តួស្រីរបស់យើងនឹងត្រូវស្លាប់ជាមិនខានចឹងហើយលើកនេះដែរពួកនឹងនៅតែមិនអាចបានសម្រេចដូចដើមចឹងតួប្រុសយើងនឹងក៏នៅតែមកតាមជួយតួស្រីរបស់យើងបែបដល់ផ្ទះដដែលចឹងហើយពួកគេនឹងក៏មិនអាចធ្វើបែបណាបានបន្តទៀតផងដែរព្រោះថាឲ្យតរបៀបថារចាប់ការតួស្រីរបស់យើងលើកណាក៏ដោយនៅតែមិនបានសម្រេចអញ្ចឹងហ្វូស៊ីងជើនឹងក៏នៅជួយដោះស្រាយណាហើយនៅពេលនឹងដែរគេក៏ចង់ដឹងពីទំនាក់ទំនងរបស់តួស្រីរបស់យើងហើយនឹងស្រីម្នាក់នឹងជាទំនាក់ទំនងបែបណាអញ្ចឹងទៅតួស្រីយើងក៏បានប្រាប់តើតំណាងតំណងណាថាសាអូឌីនឹងគឺជាប្អូនស្រីចង់របស់គាត់ហើយពេលនឹងនាងក៏បាននិយាយថាតាមពិតទៅគឺពួកគេនឹងគឺបានកាត់ការគ្នាពីគ្រួសារឲ្យអស់ហើយអញ្ចឹងហើយឥឡូវនេះគឺកូនចៅរបស់តួប្រុសរបស់យើងគាត់ក៏ត្រូវតាមឆែកមើលជាដដែលហើយតួប្រុសរបស់យើងវិញក៏គាត់តាមមើលដូចគ្នានេះអញ្ចឹងហើយគឺពេលនឹងតួប្រុសយើងក៏បានលើពីដំណឹងរបស់តួស្រីគឺបានចេញទៅក្រៅគាត់ក៏បញ្ញាចេញទៅមើលម្ដងទៀតហើយពេលនេះក៏ឃើញតែតួស្រីរបស់យើងក៏បានមកធ្វើការរត់តុកនៅម្ដុំហ្នឹងឯងតួប្រុសរបស់យើងក៏ខាត់ឲ្យតួស្រីរបស់យើងហ្នឹងគឺនៅទីហ្នឹងសិននៅអញ្ចឹងហើយគឺតួប្រុសរបស់យើងក៏សួរតួស្រីហេតុអីបានចេញមកធ្វើការនៅខាងក្រៅបែបហ្នឹងផ្ទះរបស់គាត់ហ្នឹងក៏តួស្រីអាចធ្វើបានដូចគ្នាតែតួស្រីឲ្យតួប្រុសយើងនៅឲ្យស្ងៀមមើលពីព្រោះថាតួស្រីយើងគឺគាត់ត្រូវការរលុយបន្ថែមអញ្ចឹងហើយគឺតួស្រីរបស់យើងគាត់ក៏ត្រូវតែចេញធ្វើការរលុយថែមអញ្ចឹងឯងតែតួប្រុសយើងគឺគាត់មិនបានព្រមទេក៏សោកចិត្តហើយតួស្រីរបស់យើងនឹងត្រឡប់មកវិញហើយក៏បាននាំតួស្រីរបស់យើងនឹងទៅកន្លែងមួយអញ្ចឹងទៅមករកអាគារមួយដែលតួស្រីរបស់យើងបានរស់នៅយទៅគឺដូចជាអាស័យដ្ឋានតែតួស្រីរបស់យើងនឹងគឺបានដាក់អញ្ចឹងហើយតួប្រុសយើងគឺនៅតែមិនទាន់ដឹងរឿងអញ្ចឹងថាមនុស្សស្រីដែលគាត់បានរៀបការជាមួយនឹងគឺជាអ្នកណាទៅដែរអញ្ចឹងហើយគឺតួប្រុសរបស់យើងតួស្រីរបស់យើងគាត់ក៏បានប្រាប់ការពិតទៅកាន់តួប្រុសយើងរឿងមួយដែលគាត់នឹងគឺបានរៀបការមានប្តីមានអីអស់ហើយចឹងហើយតួប្រុសយើងក៏ទៅតែបានដឹងរឿងតែតួស្រីគាត់ថាគាត់រៀបការគឺគាត់គឺបានដឹងថាមុខប្តីរបស់គាត់នឹងគឺបែបណានោះទេយទៅគឺតួស្រីរបស់យើងគាត់គឺមិនបានស្គាល់តតែសោះហើយឥឡូវនេះគឺតួស្រីរបស់យើងគាត់ក៏បាននាំបងប្រុសរបស់គាត់មកម្នាក់នេះហើយពេលនឹងគឺតួស្រីរបស់យើងតួប្រុសរបស់យើងនឹងក៏នាំយកបរិសម្នាក់នេះមកឲ្យរៀបថាមកណែនាំប្រាប់តួប្រុសថានេះជាប្តីរបស់
គាត់និយាយទៅគឺតួស្រីរបស់យើងចេះតែមានហ្មងហើយបរិសម្នាក់ហ្នឹងគេក៏ជួយតួស្រីរបស់យើងថែមទៀតនេះថាគេទៅតែរៀបការឆ្នាំហ្នឹងឯងតួប្រុសរបស់យើងវិញឲ្យលង្ខសសង្ឃឹមហ្មងខំទៅតាមតួស្រីរបស់យើងតែបែរជាតួស្រីរបស់យើងនឹងមិនមានប្តីចោលគាត់បែបហ្នឹងឯងតួប្រុសយើងតែប៉ិតទៅក៏មានប្រពន្ធដូចគ្នាគ្រាន់តែបានស្គាល់មុខអីទេឲ្យតួស្រីរបស់យើងក៏បានសុំមកណាឲ្យជួយសម្ដែងឲ្យគាត់តិចទៅតួស្រីរបស់យើងគឺគាត់ចង់កិច្ចណាចឹងហើយក៏ឲ្យជួយនិយាយឲ្យគាត់ផងណាតួប្រុសរបស់យើងវិញនេះដល់ពេលលឺអញ្ចឹងហើយខកសង្ឃឹមហើយពេលហ្នឹងក៏មិនដឹងថាត្រូវធ្វើបែបម៉េចទេតែយ៉ាងណាក៏ដោយតួប្រុសយើងគាត់ក៏នៅតែមានសង្ឃឹមអញ្ចឹងគាត់គិតថាចេះមិនទាន់មានភ័ស្តុតាងអីត្រឹមត្រូវទេចឹងហើយតួស្រីយើងមិនជឿទេតួស្រីយើងក៏រត់ទៅហើយពេលហ្នឹងក៏បានដើរបុកជាមួយនឹងបរិសអត់សក់ម្នាក់នេះចឹងហើយតួស្រីក៏ខំសុំទៅគេនឹងញ័រមាត់ណាខ្លាចថាគេនឹងរករឿងគាត់អីចឹងទៅហើយបន្ទាប់មកទៀតគឺតួស្រីរបស់យើងក៏បានចូលមកនិយាយជាមួយតួប្រុសយើងពីរឿងថាមនុស្សប្រុសគាត់បានរៀបការជាមួយហើយមកទៅគឺតួប្រុសរបស់យើងធ្វើដូចជាគាត់នឹងគឺមិនបានខ្វល់ជាមួយតួស្រីយើងទាល់តែសោះតួស្រីរបស់យើងដល់ពេលគេអត់ខ្វល់អញ្ចឹងទៅបែរជាហើយបរិសម្នាក់ដែលតួស្រីរបស់យើងដើរបុកបានដើរបុកមិញនេះគេក៏បានរករឿងតួស្រីរបស់យើងតែម្ដងណាចឹងហើយតួប្រុសយើងក៏ខំជួយនិយាយដើម្បីតែការពារតួស្រីរបស់យើងហ្មងចឹងហើយបរិសម្នាក់ហ្នឹងក៏បានឃើញថាមើលទៅគឺគេមិនអាចរករឿងតួស្រីរបស់យើងបានស្រួលទេចឹងទៅគឺតួប្រុសរបស់យើងគាត់ក៏ជួយកាងតួស្រីយើងតែម្ដងព្រោះអីអាប៉ែហ្នឹងក៏ថាតួស្រីរបស់យើងគ្រាន់តែជាក្មេងស្រីទន់ខ្សោយចឹងហើយក៏ចង់ប៉ះពាល់លុកលាន់តួស្រីរបស់យើងតួប្រុសយើងគាត់ក៏ចាប់ការតែម្ដងចឹងហើយគេក៏ខឹងជាមួយតួប្រុសយើងជាខ្លាំងតួប្រុសយើងគាត់ក៏បានណែនាំថាគាត់ហ្នឹងគឺជាណាអាប៉ែអ្វីហ្នឹងក៏នៅតែខ្វល់ចឹងហើយលោកតាលូគាត់ក៏បានដើរចូលមកតែម្ដងហើយពេលហ្នឹងគេមិនទាន់បានស្គាល់តសញ្ញារបស់លោកតាគឺបែបណាណាចឹងហើយក៏ឆ្លើយប្រហើនដាក់លោកតាថែមទៀតក្រោយពេលដែលបានដឹងថាលោកតាជាណាមានអីនេះបែបអ្វីហ្នឹងក៏ចាប់ផ្ដើមវាថាទុនខ្លួនតែម្ដងហើយតួគេក៏មិនអាចធ្វើអ្វីបានឥឡូវនេះគឺក្រុមហ៊ុនរបស់គេហ្នឹងក៏ត្រូវខ្សែធនមួយរំពេចតែម្ដងហ៊ានប៉ះគ្រួសារលូហ្នឹងគឺតួប្រុសរបស់យើងគឺគាត់ឲ្យស្បៃមកគ្រួសារហ្នឹងពេលនេះគឺតួស្រីរបស់យើងគាត់ក៏ឃើញថាគ្រួសាររបស់គេពិតជាមានអំណាចខ្លាំងណាស់ហើយតួស្រីយើងហ្នឹងក៏មិនសូវជាហ៊ានចូលចិត្តតួប្រុសយើងដូចគ្នាតួប្រុសយើងគឺគាត់មិនបានខ្វល់នោះទេហើយពេលហ្នឹងគាត់ក៏បានទាញតួស្រីរបស់យើងហ្នឹងយកមកចិត្តតួស្រីយើងក៏មានអារម្មណ៍ថារៀងរអាបន្តិចណាតែតួប្រុសយើងគាត់ក៏បានណែនាំខ្លួនពេលហ្នឹងគឺតួស្រីរបស់យើងវិញនេះនៅពេលដែលបានឮឈ្មោះរបស់គេបានអះអាងថាគាត់ហ្នឹងគឺធ្លាប់បានរៀបការជាមួយរីម្នាក់និយាយទៅគឺឈ្មោះដូចតួស្រីរបស់យើងបេះបត់តែម្ដងហើយតួស្រីយើងក៏ទៅតែបានដឹងខ្លួនការប៉ັດតែម្ដងថាមនុស្សប្រុសគាត់បានរៀបការតាមអនឡាញវាថាតម្លៃ99យួនហ្នឹងគឺជាតួប្រុសរបស់យើងសោះតួស្រីយើងហ្នឹងគឺមិនដែរថាដឹងរឿងអីបន្តិចសោះចឹងទៅគឺតួស្រីរបស់យើងគាត់ក៏ត្រូវជួយជាមួយលោកតាលូហើយតួប្រុសរបស់យើងវិញក៏អស់ក្តីបារម្ភណាស់ពីព្រោះអីមនុស្សស្រីឲ្យគាត់គិតថាប្រចាំតាមអីចឹងទៅហើយចឹងទៅឥឡូវនេះគឺតួប្រុសយើងគាត់ក៏ដឹងការប៉ັດហើយនាងសាអូឌីឯនេះវិញឆាន់ពេញហ្នឹងក៏ត្រូវបានបាក់ហើយដូចថាខ្សែធនហើយគេនាងក៏បានបាត់បង់គ្រប់យ៉ាងចឹងហើយគឺនាងសាអូឌីបានឃើញតួស្រីយើងមានក្តីសោកបែបហ្នឹងនាងមិនសោកចិត្តទេនាងគឺត្រូវឲ្យតួស្រីរបស់យើងហ្នឹងគឺត្រូវធ្លាក់មកតាមនាងដែរតួប្រុសរបស់យើងជប់នេះដែរគាត់ក៏ផឹកឡើងស្វឹងតែម្ដងតួស្រីយើងហ្នឹងក៏ខំទប់ណាកុំឲ្យគេធ្វើអីតែពេលហ្នឹងក៏ឃើញថាតួប្រុសរបស់យើងហ្នឹងគឺខំចូលសម្លឹងមកចិត្តតួស្រីរបស់យើងខ្លាំងមែនតើតួស្រីរបស់យើងក៏ចាប់ផ្ដើមអារម្មណ៍ប្លែកទៀតហើយព្រោះអីថារៀបការជាមួយគ្នាតែមិនដែលជាបានស្និទ្ធស្នាលជាមួយគ្នានោះទេចឹងទៅព្រឹកឡើងទោះបីជាពួកគេទាំងពីរដឹងខ្លួនថាជាប្តីប្រពន្ធជាមួយគ្នាហើយក៏តួប្រុសតួស្រីយើងនៅតែមានអារម្មណ៍ថាប្លែករៀងខ្លួនចឹងតួស្រីយើងក៏ដើរតាមផ្លូវមានណាគឺស្រាប់តែស្រីជើងល្អនាងសាអូឌីហ្នឹងក៏បានចាប់តួស្រីរបស់យើងមកតែម្ដងគុំជាមួយតួស្រីយើងយូរណាចឹងហើយឥឡូវនេះគឺអាប៉ែមួយហ្នឹងគេក៏បានមករករឿងតួស្រីរបស់យើងហើយគេក៏បាននិយាយថាគេបានបាត់បង់គ្រប់យ៉ាងអស់ហើយគឺមកពីតួស្រីរបស់យើងហ្នឹងឯងចឹងហើយតួប្រុសរបស់យើងនៅពេលនឹងខុសទៅកាន់តួស្រីលើកទេគាត់ក៏គិតថាប្រកាសជាតួស្រីរបស់យើងនឹងមានគ្រោះថ្នាក់អីគាត់ក៏បញ្ញាចេញមកហើយពេលនឹងដែរគឺតួស្រីរបស់យើងគាត់ក៏បានចូលមកហើយក៏ឃើញថាសាអូឌីនៅទីហ្នឹងតួស្រីយើងហ្នឹងក៏បានយកកបត់មកគរៀមនាងសាអូឌីតែម្ដងហើយអាប៉ែហ្នឹងគឺមានតែកាន់ជើងនាងសាអូឌីជួយឯនោះទេចង់ស្លាប់តាណាក៏ស្លាប់ទៅនិយាយទៅគឺគេមិនខ្វល់តែម្ដងឲ្យតែគេហ្នឹងគឺអាចសងសឹកទៅលើតួស្រីរបស់យើងបានដែលតួប្រុសរបស់យើងហ្នឹងគឺតែងតែដឹងរឿងមុនណាដូច្នេះហើយគាត់ក៏បានមករកតួស្រីរបស់យើងដល់នឹងកន្លែងហើយក៏ឃើញថាតួស្រីរបស់យើងឥឡូវនេះគឺលេងអីហើយចំណែកនាងសាអូឌីនេះវិញនេះដែលបានចូលដៃចូលជើងទៅជាមួយនឹងអាប៉ែឆាន់ពេញហ្នឹងតួស្រីរបស់យើងគាត់ក៏មិនទាន់ជាបានលើកលែងអីផងដែរឲ្យតាមវាថាចាប់ការឲ្យប៉ូលីសនឹងជាអ្នកចាប់ការតាមម្ដងទៅបើសិនជាតួស្រីធ្វើតាមមនុស្ស
ចេតនារបស់គាត់ណាប្រកបជានាងសៅឌីនឹងនាងព្រមបាក់កាយខ្លួននោះទេចឹងហើយតួស្រីរបស់យើងគាត់ណាក៏ព្រមធ្វើតាមនឹងហើយតួស្រីយើងក៏អាចការពារម្ដាយរបស់គាត់បានឥឡូវនេះដែរបរោះដែលគាត់នឹងគឺបានរៀបការដោយតាមការកំងតាការអនឡាញហើយក៏មានការចោយតាសវលមកស្រេចហ្នឹងណាតួស្រីរបស់យើងគាត់ក៏បានរកឃើញហើយចឹងហើយឃើញហើយក៏ស្រឡាញ់ភ្លាមហើយតួប្រុសយើងវិញក៏ស្រឡាញ់អ្នកបម្រើរបស់ខ្លួនឯងដូចគ្នា